សុំជម្រាបសួរចាអ្នកមីងជម្រាបសួរបងស្រីចាសុំអញ្ជើញគួយនៅទីចាចាជម្រាបសួរអ្នកមីងនឹងជម្រាបសួរបងស្រីចាអ្នកមីងឈ្មោះអីដែរហើយបងស្រីឈ្មោះអីដែរខ្ញុំឈ្មោះកងពៅចាបងស្រីខ្ញុំឈ្មោះសូជំនាចាអនុញ្ញាតជម្រាបជូនថាអ្នកមីងកងពៅចាសប្តាហ៍ថ្ងៃគឺអ្នកមីងរស់នៅភូមិអូតង់អូតូងចាអូតូងសង្កាត់ចម្រើនផលស្រុកពោធិ៍សាត់ខេត្តពោធិ៍សាត់ហើយពិតជាសោកស្ដាយដោយសារតែបញ្ហាសុខភាពស្វាមីរបស់អ្នកមីងអត់បានជើញមកជាមួយដែលគាត់មានអាយុជាង70ឆ្នាំតែមកជាមួយនឹងបងស្រីដែលជាកូនបង្កើតរបស់អ្នកមីងចាចង់សួរថាសប្តាហ៍ថ្ងៃនេះអ្នកមីងមានអាយុប៉ុន្មានហើយខ្ញុំអាយុ65ចាហើយអនុញ្ញាតសួរថាមីងមកភ្នំពេញលើកនេះជាលើកទីប៉ុន្មានហើយចាខ្ញុំមកច្រើនដងប្រហែលចំនួន5-6 ដងចាអាសាឡើងមកលេងជាមួយកូនចាអនុញ្ញាតសួរថានៅពេលដែលបានមកភ្នំពេញម្ដងអ្នកមីងអញ្ជើញទៅដើរលេងកន្លែងណាខ្លះដែរនៅក្នុងភ្នំពេញបានទៅកន្លែងណាខ្លះដែរកន្លែងដើរកំសាន្តដើរលេងកោះពេជ្រហើយណាទៀតដែរកន្លែងវាំងអីកូននាំទៅឬក៏អ្នកមីងទៅខ្លួនឯងកូនខ្ញុំនាំចាអញ្ចឹងបានន័យថាបងស្រីនៅភ្នំពេញអត់ទេកូនខ្ញុំផ្សេងទៀតមួយទៀតចាអញ្ចឹងនៅពេលមកអញ្ចឹងគាត់នាំអ្នកមីងដើរលេងចាអញ្ចឹងចង់ដឹងថាស្រុកកំណើតរបស់មីងនៅឯណាវិញដែរស្រុកកំណើតខ្ញុំនៅពោធិ៍សាត់ហ្មងណាចាហើយមីងបានរៀបការនៅឆ្នាំណាដែរនៅឆ្នាំ1964ចាពេលដែលមីងបានរៀបការនៅក្នុងឆ្នាំ1964ហ្នឹងមីងហើយនឹងស្វាមីទៅរស់នៅទីណាទៅរស់នៅកន្លែងណាឬកន្លែងណាវិញដែរខ្ញុំទៅរស់នៅខាងប្តីនៅភូមិសំរោងយាចាហើយមានកូនទាំងអស់ប្រហែលអ្នកដែរចំនួន3នាក់នៅពេលនោះគ្នាខ្ញុំសម្ដៅដល់មុនសម័យសង្គ្រាមកាលហ្នឹងមីងប្រកបការងារអ្វីដែរគ្រួសារមីងនិងមីងខ្ញុំធ្វើស្រែចាគ្រួសារមីងគាត់ធ្វើគេដែរធ្វើស្រែដែរចានៅក្នុងឆ្នាំ1975ប្រជាជនកម្ពុជាជាច្រើនចាត្រូវពួកប៉ុលពតជំនះចេញពីផ្ទះសម្បែងពីស្រុកកំណើតចង់ដឹងថាចោះចំណាយគ្រួសាររបស់មីងកាលនឹងត្រូវពួកប៉ុលពតធ្វើអ្វីដែរជំនះទៅទីណាដែរហើយមានរឿងអីកើតឡើងដែរមីងប្តីខ្ញុំគេយកទៅនៅកំពង់សោមចាដល់ក្រោយមកគេអង្គភាពគេរឹសយកខ្ញុំទៅតាមក្រោយចាទៅនៅជួបគ្នាកំពង់សោមចាដល់ក្រោយទៀតទៅនៅអង្គភាពហ្នឹងវាក្បត់ណាគេយកខ្ញុំទៅនៅតាមដងផ្លូវលេខ5ពេជ្រនិលចាផ្លូវលេខ5ចេញពីកំពង់សោមទៅពេជ្រនិលអាងសាលាហ្នឹងណាព្រែកថ្នោតចាហើយចង់ដឹងថាហេតុអ្វីបានជាមីងបែកពីកូនស្រីរបស់មីងពេលនោះស្រុកគេកំពុងតែជ្រួលសបល់វានៅតាមដងផ្លូវបែកពីខ្ញុំគេយកវាដាក់ផ្ទះភ្លើងទៅទិសខាងលិចចាដល់រួចទៅខ្ញុំចេះតែដើរកាត់ភ្នំមករកវាអត់ឃើញខ្ញុំកូនខ្ញុំកើតកជ្រិលនៅឈប់ភ្នំហ្នឹង8ថ្ងៃមកខ្ញុំឡប់ទៅស្រុកវិញដល់ឡប់ទៅដល់ស្រុកទៅខ្ញុំដាក់កូននឹងចោលទៅខ្ញុំដើរដាំបាយទៅដើរទៅតាមខ្នល់ជាតិលេខ5ទៅរកកូនទៅរកទៅខ្ញុំជួបកម្មករម្នាក់ខ្ញុំគេសួរខ្ញុំថានេះច័ន្ទអត់មកទេខ្ញុំហៅបបួលមកម៉ែនៅពោធិ៍សាត់អត់មកទេដែលទៅតាមឈ្មោះទុំនឹងចាទៅបាត់ត្បង់អញ្ចឹងសូមឲ្យមីងជួយជម្រាបម្ដងទៀតថាកូនស្រីមីងដែលបានបែកគ្នានឹងគាត់ឈ្មោះអីដែរចាឈ្មោះច័ន្ទឈ្មោះច័ន្ទមួយឈ្មោះសនមួយអញ្ចឹងបានគាត់មានឈ្មោះពីរហ៎មីងចាខ្ញុំទៅនៅកម្មករដាក់ឈ្មោះសនដល់នៅពីកើតមកវាកើតថ្ងៃច័ន្ទខ្ញុំហៅច័ន្ទចាកូនស្រីរបស់មីងដែលបានបែកក្នុងពេលហ្នឹងគាត់ក្មេងអាយុប្រហែលប៉ុន្មានដែរ
ខ្ញុំមិនបានចាំច្បាស់ទេបានប្រហែល បាក់បែ 7 8 ឆ្នាំ ចា វាឆ្គាល់បងឆ្គាល់ប្អូនអស់ហើយ ចាអីកូនដែលបានបាត់ទៅហ្នឹងគាត់មានផិនភាគអីដែលមីងអាចនៅចាំបានចំណាំថាកូនខ្លួនឯងបើសិនជាជួបគាត់អីអាចនៅចាំបា វា ន បានចាំថ្លាក់ស្នាមឲ្យក្មួយប៉ិនវាឃើញមុខកូនទៅនងស្គាល់ចិត្ត ដោយដែលអ្នកមីងបានមានប្រសាសន៍ថាមានគេប្រាប់ដំណឹងថាទៅមួយ ឈ្មោះទុំ ចាអញ្ចឹងតើក្រោយពីអ្នកមីងបានដឹងដំណឹងពីកូនក្រោយមកអ្នកមីងទទួលបានដំណឹងពីកូនស្រីហ្នឹងអ្នកមីងបានទៅរកគាត់ដែរណ៎ ខ្ញុំទៅរត់ដល់សៀមរាបទៅដល់ស្រុកថៃអីណា ចា អត់មានជួបគេអត់ស្គាល់ដល់ក្រោយមកខ្ញុំត្រឡប់មកវិញមក មានគេធ្លាប់ជួបជាមួយនឹងកូនអ្នកមីងដែលទៅតាមគ្រួសារដែលមានស្វាមីឈ្មោះទុំនិងប្រពន្ធឈ្មោះធុននេះអ្នកមីងធ្លាប់ស្គាល់នៅក្នុងសង្គ្រាមតើអ្នកមីងពិតជាស្គាល់គាត់ដែរឬទេ ស្គាល់ខ្ញុំស្គាល់ច្បាស់នៅ ស្គាល់ ជាមួយ ហ៎ គ្នាចា ចា ស្គាល់ច្បាស់ ហើយអ្នកមីងបានទៅរកកូនស្រីតាមដំណឹងនឹងដែរណ៎មីងណ៎ ចា ពេលដែលអ្នកមីងទៅដើររកហ្នឹងអ្នកមីងដើររកយូរថ្ងៃទេ ដើររត់ទៅរត់ឆ្នាំណាទៅឯថៃអីចឹងទៅទល់ដែនណា រករ ខ្ញុំ ហូត ទៅឡើងបានកូនស្រីមួយពីនងមក អូចាហើយក្រោយមកទៀតអ្នកមីងបានបន្តស្វែងរកកូននឹងដែរឬទេបន្ទាប់ពីយើងរមមួយរយៈដល់ រ ឃើញ មករយៈនោះអត់ឃើញហើយខ្ញុំមកឡប់មកស្រុកវិញទៅខ្ញុំនៅធ្វើស្រែទៅចេះតែនៅធ្វើស្រែទៅឈប់ដើររត់ដឹងទៅរត់កន្លែងណាហើយឮគេថាទៅចេះតែនឹងដល់ខ្ញុំឮបោះអាយ័នហ្នឹងគេឮពាក្យចឹងនាំគ្នាទៅរកគ្រូមើលគេថាកូនខ្ញុំអត់ងាប់អីចឹងទៅដាក់ពាក្យបោះអាយ័ននោះ ចា ដល់កូនខ្ញុំមីនេះមកខ្ញុំដាក់ឲ្យប្អូនខ្ញុំហ្នឹងទៅសេពាក្យមកយកទៅដាក់បោះអាយ័នទៅវាបាត់ បង នោះ ស្រីដែលបាត់ពីណាបងពីណាប្អូនដែរ វាបាត់ក្នុងបងគេប្រអស់ ចា ទី ចា 3អាប្រុសនេះទី2 ចាដល់ពេលដែលឥឡូវដែលអ្នកមីងចាប់ដើមស្វែងរកគាត់ជាថ្មីម្ដងទៀតដូចជាមកដាក់ពាក្យតាមរយៈកម្មវិធីមនុស្សធម៌នេះមិនមែនជាសបិនដោយសារតែអ្នកមីងនឹកដល់គាត់ចាអញ្ចឹង កូន ការនឹករលឹកហ្នឹងកម្រិតណាដែរអ្នកមីងនឹកគាត់ខ្លាំងដែរឬទេនឹកដល់កូនស្រីបង មានតែទឹកភ្នែក ចា នឹកកូន បាយគ្នាយូរតាំងពី7 8ឆ្នាំ 30ផ្លាយឆ្នាំហើយ ចា អាយុកូ តាំ ន ងពីនៅតូច ចាកូនធំដែរក្មួយធំដែរ ចា វាស្គាល់ប្អូនស្គាល់បងស្គាល់ម៉ែឪអស់ហើយ ចាហើយពិតណាអប់រំវិហារធម៌របស់ឪពុកម្ដាយគឺពិតជាធំធេងចំពោះកូនប្រុសស្រីមិនអាចគណនាបាននៅពេលនេះតើពេលណាដែលធ្វើឲ្យអ្នកមីងនឹកដល់កូនស្រីបំផុតពេលណាដែលពេលខ្លះក៏តែងតែកើតឡើងអារម្មណ៍នឹកហ្នឹងគឺមកពេលដែលធ្វើអ្នកមីងនឹកឲ្យស្រក់ទឹកភ្នែកតែម្ដងនៅពេល តែ ណា នឹ ដែរ កពេលយប់ ពេលយប់តែម្ដង ចា នៅក្នុងការយកសពរបស់មីងឬក៏មុននឹង យក គេ សັບឲ្យដូចថាដេកតែឯងអញ្ចឹងនឹកឃើញកូន ចានឹកឃើញគាត់មិនដែរ នឹកឃើញដឹងងាប់ដឹងរូប ចាពេលដែលនឹកឃើញនឹងបាននិយាយមួយគាត់បានឃើញរូបរាងគាត់ធំឬក៏នឹកឃើញរូបរាងគាត់នៅទូចទេ ចានៅតូចទាំងដុតធុំដោបត់នៅជួបកូន ចាពេលដែលនឹកឃើញអញ្ចឹងតែមានអារម្មណ៍ថាបើសិនជាបានជួបគាត់ចង់និយាយអីខ្លះមួយគាត់ហើយការនឹករលឹកមិនខ្លះមួយគាត់ដែរ ទាំងនិយាយថាម៉េចអីក្មួយ ចង់លឺពីឲ្យគាត់ហៅអ្នកមីង ចា ជាថ្មីថាអ្នកម៉ែចាំម្ដាយម្ដងទៀតទេ ចា ចា ខ្ញុំក៏ឃើញទៅខ្ញុំអបហៅកូនខ្ញុំដែរ ចាអ្នកមីងធ្លាប់គិតដែរទេថារហូតមកដល់ពេលនេះកូនស្រីគាត់នឹងអាចមានជីវិតរស់ហើយសុខទុក្ខរបស់គាត់យ៉ាងណាដែលគិតទេថាបើសិនជាកូនមួយនឹងដែលគាត់នៅមានជីវិតរស់នៅបើសិនជាជីវិតគាត់ថ្លៃគាត់អាចរស់នៅដល់ពេលបច្ចុប្បន្ននេះតើការរស់នៅរបស់គាត់មិនដែរអាចនឹងពិបាកឬក៏កូននឹងមានជីវិតរស់នៅធូរធារ នេះក្មួយនឹកឃើញដឹងយ៉ាងម៉េចពិបាកដែរដឹងស្រួលដឹង ចាតែ ស្រួ បា ល រ ក៏ ម្ភ កូនយើងក៏ពិបាកក៏កូនយើងដែរ បារម្ភឯងគិតក្នុងនាមជាម្ដាយអ្នកមីងបារ គិត ម្ភ ទៅបើកូនធូរធារទៅសុបាយចិត្តទៅអត់ធូរធារក៏យើងនៅតែកូន ចាចឹងចង់ដឹងថាមកដល់ថ្ងៃនេះអ្នកមីងមានសង្ឃឹមប៉ុន្មានភាគរយដែរថាអ្នកមីងនឹងបានជួបកូនដែលបានបាយគ្នានឹងអ្នកមីងនឹងបានជួបគាត់វិញមានសង្ឃឹមប៉ុន្មានប្រហែលប៉ុន្មានភាគរយដែរ 50% យ
រៀងតិចណែណាមីង ចាខ្ញុំអត់ហ៊ានថាដែរសង្ឃឹម50%ចា